សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំចង់មកបង្ហាញពីរបៀបការប្រើប្រាស់ម៉ាស៊ីនសូនចំណីដំបូងយើងរឹតខ្ចៅទាំងពីរនេះសងខាងយើងរឹតឲ្យរលោហើយយើងប៉ែងប៉ះគ្នារួចយើងដាក់កន្ទក់ចូលបន្តិចពេលដែលវានៅមិនទាន់ចេញយើងអាចរឹតប៉ែនបន្ថែមទៀតរឹតខ្ចៅទាំងសងខាងបន្តិចម្ដងរហូតដល់វាចេញគ្រាប់មកល្អទើបយើងចាប់ផ្ដើមយកចំណីដែលយើងលាយស្រាប់យកមកចាក់បន្ថែមនោះចំណីនឹងចេញមកល្អហើយការលាយចំណីដំបូងត្រូវប្រើប្រាស់កន្ទក់សុទ្ធលាយជាមួយទឹក 15% ឲ្យមានជាតិសំណើម 15% នៅពេលដែលលាយយើងច្របល់ឲ្យសព្វយើងដាក់ចូលមកវាចេញចំណីមកបានល្អនៅពេលដែលចេញចំណីមកបានល្អវគ្គដំបូងយើងចាប់ផ្ដើមយកចំណីដែលយើងលាយស្រាប់មានដូចជាតកួនកន្ទក់ពោតស្រូវអ្វីដែលយើងលាយមានបន្លែយកមកដាក់ច្របល់ចូលគ្នារួចដាក់ចូលក្នុងតៅមកហូរដូចក្នុងរូបអញ្ចឹងវាហូរមកបានយ៉ាងល្អសម្រាប់ម៉ាស៊ីនដែលមានស្តង់ដារហើយភ្ជាប់ជាមួយនឹងម៉ូទ័រស្ពាន់សុទ្ធជាប្រភេទស្តង់ដារជប៉ុនម៉ូទ័រហើយពុកម៉ែបងប្អូនអាចមើលនៅក្នុងរូបភាពនេះអញ្ចឹងចេញមកចំណីគឺល្អសម្រាប់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់សូមអរគុណ